នៅក្នុងប្រព័ន្ធអប់រំរបស់យើងទូទៅការបន្តបន្តផ្នត់គំនិតឲ្យជឿជាក់ថាច្បាប់វិទ្យាសាស្ត្រទាំងឡាយគឺជារបបកំហើញដែលត្រូវបានរកឃើញតែវាប្រៀបបានទៅនឹងទ្រព្យសម្បត្តិដ៏មហាសាលលាក់ខ្លួននៅក្នុងចក្រវាឡហើយវារងចាំតែមនុស្សរបស់យើងទៅកកាយយកវាមកប្រើប្រាស់តែប៉ុណ្ណោះផ្នត់គំនិតបែបនេះវាហាក់បីដូចជាព្រំដែនឃាំងទេពកោសល្យរបស់មនុស្សយើងអញ្ចឹងដែរប្រសិនបើយើងយល់ឃើញហើយនឹងជឿជាក់បែបនេះវាហាក់បីដូចជាបណ្ដោយឲ្យខ្លួនយើងម្នាក់ៗនេះមើលទៅហាក់ដូចជាគ្មានសមត្ថភាពតូចទាបឬក៏ទន់ជ្រាយដែលយើងហាក់បីដូចជាត្រូវរស់នៅក្រោមបង្គាប់បញ្ជាពីច្បាប់វិទ្យាសាស្ត្រខាងក្រៅខ្លួនដ៏ត្រជាក់ស្រេបមួយនេះដែលមិនអាចកែប្រែបាននោះទៅវិញផ្នត់គំនិតដែលធ្វើឲ្យមនុស្សបាត់បង់ភាពជាម្ចាស់ការទាំងអស់នេះគឺជាហេតុផលដែលវីដេអូមួយនេះចូលមកដាស់តឿនឲ្យបងប្អូនទាំងអស់គ្នាងាកមកផ្លាស់ប្ដូរទស្សនវិស័យយល់ឃើញថាវិទ្យាសាស្ត្រវាគឺជាឧបករណ៍ដែលមនុស្សកែច្នៃបង្កើតវាឡើងមកវាមិនមែនជារបស់ដែលលាក់ខ្លួនចាំតែមនុស្សទៅកកាយរករបបកំហើញឃើញនោះទេការយល់ឃើញបែបនេះទើបធ្វើឲ្យយើងមើលឃើញពីតម្លៃពិតនៃបញ្ញារបស់មនុស្សជាតិរបស់យើងត្រង់ចំណុចនេះប្រសិនជាបងប្អូនពិនិត្យមើលតាមបែបទស្សនវិស័យប្រព័ន្ធឬយើងហៅជាភាសាអង់គ្លេសថា system perspective វានឹងបង្ហាញឲ្យបងប្អូនឃើញថាច្បាប់វិទ្យាសាស្ត្រទាំងឡាយគឺពិតជាត្រូវបានបង្កើតឡើងដោយមនុស្សជាងការដើរទៅរកឃើញរបបកំហើញដែលលាក់ខ្លួននៅក្នុងចក្រវាឡច្បាប់វិទ្យាសាស្ត្រដែលមនុស្សបង្កើតឡើងទាំងអស់នោះគឺគ្រាន់តែជាគំរូប្រព័ន្ធការងារឬជាទម្រង់រៀបរាប់ដែលត្រូវបានច្នៃឡើងដោយខួរក្បាលរបស់មនុស្សដើម្បីជួយឲ្យយើងអាចទស្សន៍ទាយនិងយល់ដឹងពីពិភពរូបវន្តរូបរាងដែលនៅជុំវិញខ្លួនរបស់យើងឲ្យបានកាន់តែច្បាស់តែប៉ុណ្ណោះការបែងចែកដឹងខុសត្រូវនៃច្បាប់វិទ្យាសាស្ត្រនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដាស់ស្មារតីម្ចាស់ការនៅក្នុងចិត្តរបស់យើងព្រោះនៅពេលដែលយើងដឹងថាច្បាប់វិទ្យាសាស្ត្រគឺជាឧបករណ៍ដែលយើងបង្កើតឡើងដើម្បីនាំផ្លូវក្នុងពិភពពិតរបស់យើងនេះយើងនឹងលែងមើលឃើញរឿងទាំងអស់នោះជាសម្ពាធដែលបង្ខិតបង្ខំចិត្តរបស់យើងមកពីខាងក្រៅទៀតហើយប៉ុន្តែយើងនឹងចាប់ផ្ដើមមើលឃើញថាវាជាកេរដំណែលនៃគំនិតច្នៃប្រឌិតរបស់មនុស្សជាតិរបស់យើងនោះទេការបំផ្លែងការយល់ដឹងមួយនេះសម្រាប់យកវាមកធ្វើជាយុទ្ធសាស្ត្រដឹកនាំជីវិតរបស់យើងគឺយើងត្រូវដឹងខ្លួនជានិច្ចថាយើងគឺជាស្ថាបត្យករនៃការយល់ដឹងរបស់ខ្លួនឯងហើយប្រសិនបើថ្ងៃណាមួយគំរូនៃគំនិតដែលយើងមានហើយវាលែងត្រូវគ្នាជាមួយនឹងតថភាពជាក់ស្ដែងដែលយើងបានសង្កេតឃើញនោះទៀតហើយនោះយើងនឹងមានអំណាចពេញលេញក្នុងការទៅកែច្នៃវាឡើងវិញនិងបង្កើតវាឡើងវិញជារបស់ថ្មីដោយខ្លួនឯងផ្ទាល់ការប្រកាន់យល់បែបនេះនឹងជួយរំលាយចោលនៅផ្នត់គំនិតដែលងប់ងល់ទៅនឹងវិទ្យាសាស្ត្រជ្រុលហួសហេតុឬហៅវាថា scientism ដែលធ្លាប់តែធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃឲ្យមកក្លាយទៅជាថាមពលនៅក្នុងការកសាងប្រព័ន្ធគិតដោយខ្លួនឯងវិញតាមរយៈការម្ចាស់ការទៅលើរចនាសម្ព័ន្ធចិត្តបែបនេះគឺបងប្អូនកំពុងតែធានាថារាល់គំរូគំនិតដែលយកមកប្រើប្រាស់នៅក្នុងដំណើរជីវិតគឺតែងតែមានប្រយោជន៍សម្រាប់បងប្អូនហើយនឹងស្របទៅតាមទិសដៅជាក់ស្ដែងដែលបងប្អូនចង់ទៅនៅពេលដែលបងប្អូនយល់ច្បាស់អំពីធម្មជាតិនៃច្បាប់វិទ្យាសាស្ត្រដែលវាដើរតួនៅក្នុងនាមជាឧបករណ៍ដែលមនុស្សបង្កើតថ្មីនោះបងប្អូននឹងលែងបណ្ដោយឲ្យចិត្តរបស់ខ្លួនត្រូវរងសម្ពាធពីទ្រឹស្ដីរឹងកំព្រឹសបែបវិទ្យាសាស្ត្រទាំងឡាយនោះទៀតហើយបងប្អូននឹងមិនទូទុនទទួលយកគ្រប់ទ្រឹស្ដីដោយខ្វះការពិចារណានោះទៀតដែរប៉ុន្តែបងប្អូននឹងមានសមត្ថភាពក្នុងការចេះច្នៃនិងកែប្រែគំរូគំនិតទ្រឹស្ដីទាំងនោះឲ្យមកបម្រើដល់ជីវិតពិតរបស់បងប្អូនវិញបាន